ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះគាត់ទៅបើកមកបាទពុះខ្ជុលតែម្ដងពុកម៉ែបងប្អូនបាទដោយសារថ្ងៃនេះបាទចង់ហូបសម្លនំបញ្ចុកបាទធ្វើដោយផ្ទាល់ដៃរបស់ភរិយាខ្ញុំបាទនោះណាបាទឥឡូវចេញជាលទ្ធផលហើយបាទហើយនេះគឺជាគ្រឿងផ្សំបាទគ្រឿងលបាយនំបញ្ចុកហ្នឹងពុកម៉ែបងប្អូនបាទហើយពុកម៉ែបងប្អូនក៏គាត់បានធ្លាប់ញ៉ាំធ្លាប់ហូបហើយតែដោយសារថ្ងៃនេះខ្ញុំបានក៏ចង់ហូបបាទនំបញ្ចុកសឡខ្មែរយើងនឹងបាទហើយក៏ឲ្យអូដឺឲ្យព្រះរាជារបស់ខ្ញុំបាទនឹងធ្វើជាទឹកនំបញ្ចុកបាទហើយយើងនំបញ្ចុកនឹងយើងក៏ទិញគេមកទេបាទមិនមែនធ្វើខ្លួនឯងទេតែសម្លនឹងគឺស្លដោយផ្ទាល់ដៃរបស់ភរិយាខ្ញុំបាទហើយនេះគាត់កំពុងតែរៀបចំគ្រឿងលបាយផ្លែផ្សំលបាយនំបញ្ចុករបស់យើងបាទនឹងបាទហើយគាត់កំពុងតែចិតបាទដើម្បីជាគ្រឿងផ្សំឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ចឹងណាពុកម៉ែបងប្អូនបាទហើយនេះដៃគូបាទដៃគូក៏មើលទៅក៏ស្រស់ខៀវខ្ចីមើលទៅគូឲ្យតំណងញ៉ាំហ្នឹងពុកម៉ែបងប្អូនបាទមើលទៅបាទមើលសិនពុកម៉ែបងប្អូនគាត់ក៏បានធ្លាប់ហូបចឹងណាធ្លាប់ហូបដោយសារចង់ហូបចឹងនោះបាទហើយក៏ឲ្យគាត់ធ្វើជាសឡខ្លួនឯងទៅហើយយើងទិញនំគេមកទេពុកម៉ែបងប្អូនបាទតែឥឡូវនេះគាត់កំពុងតែចាត់ហើយបាទហើយនេះចាប់ផ្ដើមផ្សំគ្រឿងដាក់មួយចានតែម្ដងពុកម៉ែបាទនេះជាលបាយយើងហើយបាទចាប់ដាក់ចានហើយនេះដាក់មួយបាទផ្លិបតែម្ដងពុកម៉ែបាទមើលទៅគួរឲ្យតំណងញ៉ាំតែម្ដងណាពុកម៉ែបាទឥឡូវយើងបើកឆ្នាំងមកវ៉ាវទឹកសម្លនំបញ្ចុកបាទគេហៅសម្លប្រហើខ្មែរយើងហ្នឹងពុកម៉ែបងប្អូនបាទហើយពុកម៉ែបងប្អូនក៏ស្គាល់ហើយដែរបាទដោយសារនេះចង់អញ្ចឹងហ្នឹងក៏អូដឺឲ្យភរិយាគាត់ធ្វើដោយផ្ទាល់ដៃបាទតែមុនធ្វើផ្ទាល់ដៃឥឡូវគាត់បើកឆាកមុនចែកជូនពុកម៉ែបងប្អូនតែម្ដងបាទហើយវីដេអូរបស់ខ្ញុំបាទមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនកុំឲ្យខាងពុកម៉ែបងប្អូនគាត់ទស្សនាធុញអញ្ចឹងណាបាទឥឡូវយើងមានតែប៉ុណ្្នឹងទេបាទស្រឡាញ់បាទនឹងចូលចិត្តនឹងរាប់អានបាទកុំភ្លេចជួយចុចពាក្យ Subscribe នៅវីដេអូរបស់ប្អូនម្នាក់មួយផងណាពុកម៉ែបងប្អូនបាទហើយក៏សូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត